14 អង្គចាស់ជារា1អង្គមិនបានទៅបោះឆ្នោត14អង្គដោយគ្មានមូលហេតុនៅថ្ងៃអាទិត្យទី28ខែកក្កដាឆ្នាំ2013គឺជាថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅក្នុងប្រទេសកម្ពុជាទាំងមូលយោងតាមច្បាប់រដ្ឋធម្មនុញ្ញនៃប្រជាជាតិកម្ពុជាមាត្រា38ប្រជាជនទាំងពីរភេទចាប់ពីអាយុ18ឆ្នាំមានសិទ្ធិរបស់ឆ្នោតយោងតាមអនុសាសន៍វចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី15ខ្លឹមសារទី3មាតិកាទី6ព្រះសង្ឃទាំងអស់អង្គអាចមានសិទ្ធិនិមន្តទៅបោះឆ្នោតយោងតាមព្រះរាជបន្ទូលដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសង្ឃរាជាធិបតីសម្ដេចព្រះមហាសង្ឃរាជទេវវង្សសម្ដេចព្រះសង្ឃរាជនៃប្រជាជាតិកម្ពុជាកាលពីថ្ងៃទី7ខែ9ឆ្នាំ2012នៅវត្តជុំគ្រាកំពតយោងតាមសង្ឃដីកាណែនាំរបស់ព្រះជលធីវាសីឯកភឿងព្រះមេគុណខេត្តកំពតនិងប្រសាសន៍ណែនាំរបស់លោកអ្នកយុទ្ធោប្រធានទីធម្មការសាសនាខេត្តកំពតសាលាលោកគន្ធស្រុកបន្ទាយមាសរួមជាមួយនឹងមន្ត្រីសង្ឃសហការជាមួយលោកប្រធានធម្មការសាសនាស្រុកបន្ទាយមាសបានប្រជុំផ្សព្វផ្សាយដល់ពិភពការប្រជុំផ្សព្វផ្សាយដល់ប្រជាអធិការគ្រូសូត្រស្ដាំគ្រូសូត្រឆ្វេងពិភពតាមនេឲ្យនិមន្តទៅចុះឈ្មោះបោះឆ្នោតនិងពិនិត្យបញ្ជីតាមការិយាល័យរបស់ខ្លួនកុំបីអាខានចាប់ពីថ្ងៃទី1ខែកញ្ញាដល់ថ្ងៃទី12ខែតុលាដល់ទៅផ្នែកការងារសង្គមយោងតាមសង្ឃដីកាណែនាំរបស់ព្រះជលធីវាសីឯកភឿងព្រះមេគុណខេត្តកំពតនិងយោងតាមប្រសាសន៍ណែនាំរបស់លោកប្រធានទីធម្មការសាសនាខេត្តកំពតសាលាលោកគន្ធស្រុកបន្ទាយមាសជាមួយនឹងមន្ត្រីសង្ឃសហការជាមួយនឹងការិយាល័យធម្មការសាសនាស្រុកបន្ទាយមាសបានប្រជុំផ្សព្វផ្សាយដល់ប្រជាអធិការក្រវត្តធ្វើការណែមនុស្សធម៌ដើម្បីជួយដល់សង្គមជាតិនិងប្រជាជននៅតាមជើងវត្តនីមួយៗនៅក្នុងស្រុកបន្ទាយមាសដូចជាឧបត្ថម្ភដល់អ្នកក្រីក្រលើកចេះថែផ្ទះទឹកជំនន់កុមារកំព្រានិងជួយដល់អ្នកគ្រប់នឹងការមេរោគអេដស៍និងអ្នកកើតជំងឺអេដស៍កុមារងាយរងគ្រោះដែលឪពុកម្ដាយស្លាប់ដោយជំងឺអេដស៍ហើយបានឧបត្ថម្ភសម្ភារៈផ្សេងៗដើម្បីនឹងជួយទ្រទ្រង់ដល់អនុសាខាកាកបាទល្អស្រុកបន្ទាយមាសមានសម្ភារៈនិងបច្ច័យមួយចំនួនធំដែលបានធ្វើពិធីប្រគល់កាលពីថ្ងៃទី11ខែមីនាឆ្នាំ2012ក្រោមអធិបតីភាពលោកជាចន្ទរីអភិបាលនៃគណៈអភិបាលស្រុកបន្ទាយមាសនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកបន្ទាយមាសបានចូលរួមជាសមាជិកកាកបាទក្រហមក្នុងមួយវត្តចំនួន30000រៀលក្នុងមួយឆ្នាំជួយឧបត្ថម្ភដល់សមរភូមិមុខនិងបានជួយដល់ការងារសង្គមជាច្រើនទៀតដោយនៅថ្ងៃសៅរ៍ទី22ខែកញ្ញាឆ្នាំ2012ត្រូវនឹងថ្ងៃ7រោចខែភទ្របទឆ្នាំរោងចត្វាស័កពុទ្ធសករាជ2556នេះព្រះសង្ឃនិងក្រុមអង្គត្រូវនឹងថ្ងៃ7កើតខែភទ្របទឆ្នាំរោងចត្វាស័កពុទ្ធសករាជ2556នេះព្រះសង្ឃនិងក្រុមអង្គជាសាសគុណនិងក្នុងនិងក្រៅប្រទេសរួមនឹងបងប្អូនកូនមួយគ្រួសារប្រសពនិងប្រជាអធិការលោកអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទចំណុះក្រាបជើងវត្តក្រាបលោកទាំងមូលបានមូលមតិគ្នាជាឯកច្ឆន្ទផ្ដើមធ្វើបុណ្យគម្រប់ខួបចំនួន100ថ្ងៃដើម្បីឧទ្ទិសកុសលប្រគេនព្រះវិញ្ញាណក្ខន្ធព្រះសពព្រះគ្រូចន្ទរាំងសីហិងឹមព្រះអនុគុណស្រុកបន្ទាយមាសនិងជាប្រជាអធិការវត្តក្រាបលោកដែលបានប្រកបកាលពីថ្ងៃច័ន្ទទី2ខែកក្កដាឆ្នាំ2012
ត្រូវនៅថ្ងៃ14កើតខែបឋមសាទឆ្នាំរោងចត្វាស័កពុទ្ធសករាជ2556វេលាម៉ោង 10:30 នាទីព្រឹកក្នុងកិច្ចជនចំនួន88ព្រះវស្សានៅរោងគាភាពហើយបានរៀបចំបូជាប្រសពនៅថ្ងៃទី 4 ខែកក្កដាឆ្នាំ 2012 វេលាម៉ោង 2:30 នាទីរសៀលក្រោមអធិបតីភាពដ៏គង់ពោះរបស់ព្រះជលធីវាសីអែមភឿងព្រះមេគុណខេត្តកំពតព្រមទាំងមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះតាគោរាំងសីញែកចន្ទរាព្រះបល័ក្ខគុណខេត្តកំពតនិងព្រះគ្រូហាត់ភូព្រះបល័ក្ខគុណធម្មយុត្តិការិកាយខេត្តកំពតនិងព្រះជោទយានជុំកំពតព្រះវិន័យធម៌គុណខេត្តកំពតព្រះគ្រូអនុគុណនិងមន្ត្រីសង្ឃជាសហការីទាំង8គ្រប់ក្រុមនៅក្នុងខេត្តកំពតទាំងមូលនិងមានការអញ្ជើញចូលរួមពីលោកអ្នកយិទ្ធោប្រធានទីធម្មការសាសនាខេត្តកំពតលោកជុំអែមអនុប្រធានទីធម្មការសាសនាខេត្តកំពតលោកថៃសនប្រធានក្រុមប្រឹក្សាស្រុកបន្ទាយមាននិងសហការីលោកប្រធានការិយាល័យធម្មការសាសនាទាំង8ស្រុកក្រុងនៅក្នុងខេត្តកំពតទាំងមូលនិងព្រះមន្ត្រីសង្ឃព្រះចាអធិការទីខោសាមណេរអាចារ្យគណៈកម្មការអាជ្ញាធរដែនដីលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ឋប្រមាណ 1527 អង្គនាក់នៅក្នុងពិធីនោះបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរតាមប្រពៃណីព្រះពុទ្ធសាសនាពិធីនេះបានប្រពធ្វើនៅវត្តត្រពាំងសាលាឃុំត្រពាំងសាលាខាងលិចស្រុកបន្ទាយមានខេត្តកំពតត្រពាំងសាលាកើតមកជាប្រសពនោះមានការឧបត្ថម្ភកងពារបច្ច័យពីព្រះមេគុណខេត្តកំពតពីព្រះបល័ក្ខគុណខេត្តកំពតនិងព្រះអនុគុណស្រុកក្រុងទាំង8ស្រុកក្រុងនៅក្នុងខេត្តកំពតនិងលោកប្រធានការិយាល័យធម្មការទាំង8ស្រុកក្រុងនៅក្នុងខេត្តកំពតនិងលោកប្រធានទីធម្មការសាសនាខេត្តកំពតព្រមទាំងព្រះដេចគុណចំណុចតាមរយៈព្រះចៅអធិការវត្តទេប្រណំនៅប្រទេសអាមេរិកចំនួន$515និងបានចូលរួមបច្ច័យពីមន្ត្រីសង្ឃព្រះចៅអធិការទីខុសសាមណេរនិងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាននានាសរុបមានចំនួន$5,150,000និង$515អាមេរិកបន្តមកព្រះសង្ឃនិងប្រហោះជាសិស្សគុណនិងបងប្អូនកូនក្មួយគ្រួសារនៃសង្ឃបានរួមមតិគ្នាជាឯកច្ឆន្ទផ្ដើមធ្វើបុណ្យវេដាតេកដានុប្រទាននៅថ្ងៃ5កើតខែបឋមសាទឆ្នាំរោងចត្វាស័កពុទ្ធសករាជ2556ត្រូវនៅថ្ងៃអាទិត្យទី 8 ខែកក្កដាឆ្នាំ2012ដោយមានការនិមន្តទាំងព្រះសង្ឃទាំង42វត្តក្នុងមួយវត្តព្រះអង្គជាបញ្ញភេទនិងបាននិមន្តព្រះតាគោរាំងសីញែកចន្ទរាព្រះបល័ក្ខគុណខេត្តកំពតដើម្បីសម្ដែងធម៌ទេសនាហើយមានការអញ្ជើញពីឯកឧត្តមគឹមនួនសមាជិកគណៈកម្មការគណៈបព្វជិជនកម្ពុជាចុះជួយខេត្តកំពតនិងជាអនុប្រធានក្រុមការងារគណៈកម្មការចុះជួយស្រុកបន្ទាយមានលោកថៃសនប្រធានក្រុមប្រឹក្សាស្រុកបន្ទាយមានលោកជាចន្ទលីអភិបាលនៃគណៈអភិបាលស្រុកបន្ទាយមាននិងលោកស្រីជាគណៈប្រតិភូអស់ដំណើរបាននាំបច្ច័យចំនួន2លានរៀលរបស់ឯកឧត្តមបណ្ឌិតបានស៊ីម៉នទេសរដ្ឋមន្ត្រីទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជានិងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋបាលកម្ពុជានិងព្រះដេចគុណប៉ាសំអឿនព្រះសង្ឃនិងពុទ្ធបរិស័ទនៅប្រទេសអូស្ត្រាលីចំនួន$2,365អាមេរិកព្រះដេចគុណសានវត្តសាមនីនៅសហរដ្ឋអាមេរិកចំនួន$250ព្រះសង្ឃព្រះចៅអធិការគ្រូកូនឆ្វេងឆ្នាំទីខុសសាមណេរនិងពុទ្ធបរិស័ទនានានិងបងប្អូនកូនមួយគ្រួសារនៃសពសរុបចំនួនប្រមាណជាង$5,252,700និង$2,615អាមេរិក
សម្រាប់ចំណាយផ្សេងៗនៅក្នុងពិធីបុណ្យវេនាវេចក្រានុប្រទាន7ថ្ងៃហើយបានប្រព្រឹត្តទៅអស់ចំនួន2ថ្ងៃនិងមួយយប់ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃព្រះចៅអធិការពុទ្ធបរិស័ទនានាប្រកបដោយភាពមហោឡារិកអធិការត្រៃវេតាមប្រពៃណីព្រះពុទ្ធសាសនានៃយើងពិធីបុណ្យនេះបានប្រពធ្វើនៅវត្តត្រពាំងសាលាភូមិត្រពាំងសាលាខាងកើតស្រុកប្រទានមាសខេត្តកំពតនៅក្នុងឱកាសពិធីបុណ្យ100ថ្ងៃនៅក្នុងថ្ងៃនេះជាមហាកិត្តិយសដ៏ធំធេងបំផុតដែលព្រះសាគររាមសីយចន្ទរាព្រះបល័ក្ខគុណខេត្តកំពតតំណាងដល់ពុទ្ធពោះរបស់ព្រះជលធីវាសីឯកគ្រឿងព្រះមេគុណខេត្តកំពតនិងព្រះមនីវង្សាចារ្យសំពតព្រះសមុគុណខេត្តកំពតនិងជាព្រះរគុណក្រុងកំពតបាននិមន្តមកជាអធិបតីនិងប្រទានធម៌ទេសនានិងមានសង្ឃនៃការណែនាំដល់មន្ត្រីសង្ឃព្រះចៅអធិការភិក្ខុសាមណេរនិងពុទ្ធបរិស័ទនៅក្នុងស្រុកប្រទានមាសឲ្យមានភាពល្អប្រសើរក្នុងការងារព្រះពុទ្ធសាសនានិងសង្គមជាតិខ្ញុំប្រកាសណាអាត្មាភាពសូមយកឱកាសនេះថ្លែងអំណរគុណនិងអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ព្រះសាគររាមសីយចន្ទរានិងព្រះមនីវង្សាចារ្យសំពតព្រមទាំងព្រះធម្មចរិយាមនីហ៊ុនសៀមព្រះមេគុណធម្មយុត្តិកនិកាយខេត្តកំពតដែលបាននិមន្តមកជាអធិបតីហើយសូមថ្លែងអំណរគុណដល់ព្រះសង្ឃព្រះចៅអធិការព្រះភិក្ខុសាមណេរនិងជាកិត្តិយសទាំងឡាយដែលបាននិមន្តនិងអញ្ជើញចូលរួមនៅក្នុងពិធីបុណ្យ100ថ្ងៃនៅក្នុងឱកាសនេះសូមប្រមូលបុណ្យកុសលទាំងអស់ឧទ្ទិសប្រគេនព្រះវិញ្ញាណក្ខន្ធព្រះសពព្រះចន្ទរាសីហិងឹមព្រះអនុគុណស្រុកប្រទេសមាសនិងជាព្រះចៅអធិការវត្តក្រាស់ដូសូមព្រះសពទទួលបាននូវបុណ្យកុសលនិងទៅកើតនៅសុគតិភព8អាខាងឡើយជាទីចុងបញ្ចប់សូមប្រគេនដល់ព្រះគ្រូធម្មចរិយាមនីហ៊ុនសៀមព្រះមេគុណខេត្តកំពតសូមប្រគេនពរដល់ព្រះសាគររាមសីយចន្ទរាព្រះបល័ក្ខគុណខេត្តកំពតសូមប្រគេនពរដល់ព្រះគ្រូមនីវង្សាចារ្យសំពតព្រះសមុគុណខេត្តកំពតសូមឲ្យមានព្រះសុខភាពល្អនិងព្រះជន្មយូរយូរសាសនានៅក្នុងខេត្តកំពតទាំងមូលសូមជូនពរសូមប្រគេនពរដល់ព្រះមន្ត្រីសង្ឃដល់ព្រះចៅអធិការគ្រប់វត្តព្រះថេរានុថេរៈគ្រប់ព្រះអង្គឯកឧត្តមលោកជំទាវអស់លោកស្រីឧបាសកឧបាសិកានិងពុទ្ធបរិស័ទមន្ត្រីរាជការទាំងអស់ដែលបាននិមន្តនិងអញ្ជើញចូលរួមនៅក្នុងពិធីបុណ្យ100ថ្ងៃនេះសូមឲ្យបានសម្រេចជោគជ័យគ្រប់ភារកិច្ចនិងជួបប្រទះនៅពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងកដេជនៈសម្ដីទេវទេវឡើយគួរគង្គូសូមអភ័យទោសសូមអរគុណនិងសូមអរគុណជាទូទៅបានញ៉ាំបច្ច័យមកចំនួន$130និង$26000រៀល$20000គាត់ឯកឧត្តមងាទូនគឺលោកជំទាវគឺបានញ៉ាំបច្ច័យមកចំនួន$130និង$20000គាត់សូមថ្លែងអរគុណYeah.
นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัสโมรัตนัตยัสสะพุทธังจะธัมมังจะสังฆังจะสรณังคัจฉาอัปเยติมินะโมเกยานมัสการเมนิยมอภุโจมิโตรัตนัตยัสสะដល់ប្រជុំ3នៃប្រតនត្រ័យពុទ្ធញ្ញៈចំពោះព្រះពុទ្ធផងធម្មញ្ញៈចំពោះព្រះធម៌ផងសង្ឃញ្ញៈចំពោះព្រះសង្ឃផងសរណង្កតោទុកជាទីពឹងជាលិចអេតេនតច្ចវេជេនមុតិហោទសព្ទារោទយៈសង្ឃញ្ញជាវៈបុតល័យចអនាទយាដោយការទុបតនសការលេខសូមសេរីជាចំណាំគុលវិបលសុខគុណប្រការកើតមានដល់ព្រះពុទ្ធចក្រពធារយៈគ្រប់ព្រះអង្គដល់អស់លោកអ្នកជាយោមពុទ្ធបរិស័ទសពរៈទាំងអស់ដែលមានសេចក្តីជ្រះថ្លាក្នុងការស្ដាប់យោបធម្មវិកទេសនាជារៀបបិឆាវិសុទ្ធិយាទេពីទូចន្ទរញ្ញស័យខ្ញុំដែលប្រគ្រូក្រុមអរិយធម៌ទៅអស់រយៈកាលកម្រិត100ថ្ងៃនៅក្នុងថ្ងៃឯងនៅក្នុងឱកាសបុណ្យកម្រិតខួប100ថ្ងៃនេះខ្ញុំប្រកាសណាព្រះអង្គគ្រប់អង្គយើងយកបានជាហើយគឺប្រគ្រូអនុគុណចៃទីស្តៀមទេវជីណាជាបញ្ចៅឯកាវត្តសម្រាប់លោកបានរៃរាប់